លុយចាយបាទបានខ្ញុំដកបានហើយចាអរគុណច្រើនបានដកបានហើយរស់ស៊ីមានបានទទួលទានមានបានទាំងអស់គ្នាណាហេងទាំងអស់គ្នាណាចាបងនេះគឺជាពាក្យសម្ដីបងប្រុសដែលគាត់បានទិញអវ៉ាន់ពីខាងហាងយើងគាត់នៅខាងខេត្តកំពង់ឆ្នាំងនៅខាងតំបន់ក្រាំងល្វាបងទាំងគ្នាគាត់បានយកជាមួយនឹងប្រភេទម៉ាស៊ីន Nakata 14សេសមួយគ្រឿងឲ្យយើងដាក់ផ្ញើជូនគាត់នៅខាងកំពង់ចាមនឹងហ្មងគាត់អត់បានអញ្ជើញមកដល់ហាងផ្ទាល់ទេអញ្ចឹងសម្រាប់បងទិជនដែលគាត់មានចំណាប់អារម្មណ៍ចង់បានជាប្រភេទអវ៉ាន់ថ្មីឬមួយក៏អវ៉ាន់មួយទឹកពីខាងហាងហុកលីមានខ្ញុំបងអត់ចង់អញ្ជើញមកដល់ហាងផ្ទាល់ទេបងអាចធ្វើការកម្មងតាមរយៈអនឡាញបានខាងយើងមានការដឹកជញ្ជូនជូនដល់បងអតិថិជនទាំងអស់គ្នា25ខែក្រុងតែម្ដងចំពោះបងអតិថិជនដែលគាត់ត្រូវការតែម៉ាស៊ីនទទេដូចបងប្រុសបែបនេះគឺខាងយើងមាន free ថ្លៃដឹកជូនណាបងទាំងគ្នាខាងពួកយើងមាន free ថ្លៃដឹកជូនចំពោះម៉ាស៊ីនទទេបែបនេះបងអញ្ចឹងម៉ាស៊ីនជាបងអតិថិជនដែលគាត់ត្រូវការជាប្រភេទម៉ាស៊ីន Nakata មិនថា14សេសឬក៏15សេសកន្លះទេតម្លៃគឺត្រឹមតែ2លានជាងតែប៉ុណ្ណោះបងទាំងគ្នាជាប្រភេទរង្វាន់ថ្មីកាសមានការធានាជូនមករយៈពេល1ឆ្នាំពេញតែម្ដងបងទាំងគ្នាហើយចំពោះ Nakata នេះគឺយើងមានពីរប្រភេទមាន Nakata Gold ហើយនិង Nakata Max ចឹងបើសិនជាបងមានតម្រូវការជាប្រភេទ Nakata មួយណាអាចធ្វើការកម្មងបានតម្លៃវិញគឺត្រឹមតែ2លានជាងតែប៉ុណ្ណោះបងហើយចំពោះបងដែលគាត់នៅតាមបណ្ដាខេត្តក៏អាចធ្វើការទុកចិត្តបាន 100% ដូចបងប្រុសអញ្ចឹងគឺគាត់បានខលវីដេអូមកមើលទីតាំងហាងរបស់យើងមកមើល stock អវ៉ាន់របស់យើងមកមើលអវ៉ាន់របស់គាត់ដែលយើងបានរៀបចំឲ្យគាត់អញ្ចឹងបងទាំងគ្នាអញ្ចឹងបងអាចធ្វើការទុកចិត្តបាន 100% តែម្ដងអញ្ចឹងបើសិនជាបងដែលគាត់មានតម្រូវការត្រូវការជាប្រភេទអវ៉ាន់ថ្មីអវ៉ាន់មួយទឹកបងអត់ចង់អញ្ជើញមកដល់ហាងផ្ទាល់ទេបងអាចធ្វើការកម្មងតាមរយៈអនឡាញបានឬមួយក៏បងចង់អញ្ជើញមកដល់ទីតាំងហាងរបស់យើងផ្ទាល់ក៏បានដែរដែលទីតាំងហាងរបស់យើងមាន2ទីតាំងទី1នៅខាងខេត្តបាត់ដំបងនៅជិតនឹងរង្វង់1នៅរំសាយសក់ហើយនៅទីតាំងទី2គឺនៅខាងស្រុកមរស័យតមុខរងម៉ាស៊ីនតង់ភាពបងហើយចំពោះបងដែលគាត់ត្រូវការជាប្រភេទអវ៉ាន់ថ្មីកែតម៉ាស៊ីនទទេខាងយើងមាន free តែដឹកជូនដោយបងប្រុសចឹងពេលដែលយើងទៅដល់ទីតាំងខាងវរៈមន្ថាមយើងនឹងខលវីដេអូទៅខាងគាត់ថតវីដេអូជូនទៅខាងគាត់ផ្ញើទៅខាងគាត់គ្រប់សកម្មភាពដែលយើងរៀបចំមកបានរបស់គាត់ដូចនេះអញ្ចឹងខ្ញុំកំពុងតែនៅខាងវរៈមន្ថាមខ្ញុំក៏បានខលទៅគាត់ឲ្យគាត់មើលថាអវ៉ាន់ខ្ញុំពិតជាបានដាក់ផ្ញើជូនគាត់រួចរាល់មែនហើយនេះនៅពេលដែលអវ៉ាន់ដែលយើងចរចាគ្នាជាមួយនឹងគាត់ថាដាក់ផ្ញើនៅទីតាំងណាឲ្យគាត់ទូទាត់លុយតាមណាអីចឹងបងទាំងគ្នាហើយនេះគឺជាសកម្មភាពដែលខ្ញុំថតទៅឲ្យគាត់ទាំងអស់ហើយនេះនៅពេលដែលអវ៉ាន់ទៅដល់គាត់ក៏បានឆាតមកប្រាប់ខាងខ្ញុំវិញថាគាត់បានទទួលអវ៉ាន់ហើយក៏អរគុណដល់បងប្រុសមែនតើដែលតែគ្រប់ត្រូលនៅហាងហុកលីមានខ្ញុំអរគុណជម្រាបលា